សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ធ្វើជា solo podcast មួយធម្មតាទូរស័ព្ទដៃអត់មានពលឺអីគ្រប់គ្រាន់ទេធ្វើពេលល្ងាចដែរហើយមុនអុំទូកហើយថ្ងៃនេះខ្ញុំនិយាយតាក់ទងជាមួយនឹងroad map សម្រាប់អ្នកនរគ្នាដើម្បីខ្លាយខ្លួនជា back end developer អ្នកនរគ្នាអាចនឹងធ្លាប់ឮតាក់ទងជាមួយនឹងfront end development back end development តាក់ទងជាមួយជំនាញ DevOps engineer cyber security whatever បាទអញ្ចឹងនៅអស់ហ្នឹងវាសុទ្ធតែជាផ្នែកនៃ IT ទេណាដែលអ្នកនរគ្នាជាសិស្សនិស្សិតហ្នឹងអ្នកនរគ្នាកំពុងតែរៀននឹងស្គាល់នៅផ្នែកទាំងអស់ហ្នឹងប៉ុន្តែថ្ងៃនេះខ្ញុំអត់និយាយទាំងអស់ហ្នឹងទេគឺខ្ញុំនិយាយតា back end ទេ back end អ្នកនរគ្នាអាចនឹងធ្លាប់ឮពីមិត្តភ័ក្តិឬក៏ស្រាវជ្រាវតាមអ៊ីនធឺណិតឬក៏តាមរយៈសាលាឬក៏អ្នកនរគ្នាឮពីឬក៏យល់ដឹងពី concept នៃ back end អូខេអញ្ចឹងមុននឹងខ្ញុំនិយាយពី road map ខ្ញុំសូមនិយាយបញ្ជាក់ឬក៏បញ្យល់ឲ្យច្បាស់តាក់ទងជាមួយនឹង back end ជាឧទាហរណ៍ងាយៗខ្លីៗអីជា back end ខ្ញុំលើកឧទាហរណ៍មួយតាក់ទងជាមួយនឹង bank app កម្មវិធីបោះធនាគារណាមួយឧទាហរណ៍ថាអ្នកនរគ្នាប្រើប្រាស់កម្មវិធី bank app ដើម្បី transfer លុយទៅកាន់មិត្តភ័ក្តិទៅកាន់បងប្អូនទៅកាន់នរណាម្នាក់ឬក៏អ្នកនរគ្នាទិញទំនិញ online ឬក៏ធ្វើប្រតិបត្តិការផ្សេងៗតាមរយៈទូរស័ព្ទដៃឬក៏អ្នកនរគ្នាចូលទៅកាន់គេហទំព័រណាមួយតាមរយៈ browser ដោយប្រើប្រាស់ internet អ្នកនរគ្នាធ្វើសកម្មភាពអីមួយថតអ្នកនរគ្នាទិញ online product ឬក៏ទិញសម្ភារៈនៅលើ online order កម្មង់ពីក្រៅប្រទេសកម្មវិធីទាំងអស់ហ្នឹងវាគ្រាន់តែជាកម្មវិធីសម្រាប់អ្នកប្រើប្រាស់ទូទៅឬក៏ជា user interface សម្រាប់អ្នកប្រើប្រាស់ទូទៅដែលគាត់អាចប្រើប្រាស់ដែលគាត់អាចយល់បានហើយអ្នកនរគ្នាឆ្ងល់ថាហេតុអីបានជាប្រើទៅវាធ្វើប្រតិបត្តិការផ្សេងបានយ៉ាងងាយស្រួលវា smooth ម្លេះវាអត់ងាយនឹងមានបញ្ហាឬក៏ពេលខ្លះវាមានបញ្ហាវាមាន error ឬក៏ថាយើង pay លុយទៅវា fail នៅក្នុងករណីណាមួយឬថាធ្វើអីមួយទៅវា fail ទាំងអស់ហ្នឹងវាជាភាគច្រើនគឺពាក់ព័ន្ធជាមួយនឹង back end បាទការងាររបស់ផ្នែកខាងក្រោយយើងអត់ដឹងថាខាងក្រោយហ្នឹងគេធ្វើស្មុគស្មាញអីខ្លះហេយើងដឹងតែគេធ្វើអីខ្លះយើងដឹងតែប្រើបាទយើងធ្វើអីបានហ្នឹងសកម្មភាពយើងធ្វើអីទៅវាបានចេញមកវិញដោយអ្វីដែលយើងរំពឹងហ្នឹងណាអញ្ចឹងវាសុទ្ធតែតាក់ទងជាមួយនឹង back end ផ្នែកខាងក្រោយអញ្ចឹងដើម្បីជាទូទៅកម្មវិធី back end front end front end អ្នកនរគ្នាប្រើប្រាស់នៅលើទូរស័ព្ទដៃឬក៏តាមរយៈ browser ដែលប្រើប្រាស់ internet ហ្នឹងអ្នកនរគ្នាប្រើអាហ្នឹងហៅ front end ពេលអ្នកនរគ្នាធ្វើអីមួយអ្នកនរគ្នាឧទាហរណ៍អ្នកនរគ្នាបញ្ចូលទិន្នន័យបាទ update ព័ត៌មានអ្នកនរគ្នាឧទាហរណ៍ងាយៗដូចលេខ Facebook អីជាដើមបាទអ្នកនរគ្នាគឺពេលអ្នកនរគ្នាចុច post ទៅបោះរូបភាពទៅគឺ back end វាអ្នកធ្វើការហើយបាទហើយ front end វាមានទូនទីគ្រាន់ទាញរូបភាពនឹងយកមកមើលឲ្យអ្នកនរគ្នាអ្នកនរគ្នាធ្វើអី like comment អីជាដើមអញ្ចឹងសម្រាប់ road map ដើម្បីឲ្យខ្លាយខ្លួនជា back end developer អ្វីដែលសំខាន់ទី1អ្នកនរគ្នាត្រូវរៀនភាសាកម្មវិធីមុនសិនឬក៏ programming language ភាសាកម្មវិធីវាមានច្រើនបាទអ្នកនរគ្នាអាចរៀនJavaScript ក៏អាចធ្វើបានអ្នកនរគ្នាអាចរៀន Java អាចរៀន Python អាចរៀនភាសាផ្សេងៗដូច Go បាទ PHP បាទសុទ្ធតែជាភាសាដែលប្រើប្រាស់ដើម្បីធ្វើ back end បានហើយអញ្ចឹងសម្រាប់អ្នកដែលចាប់ផ្ដើមដំបូងឬក៏អត់ទាន់យល់ពីកម្មវិធីអីសោះឬក៏អត់ទាន់យល់ពី programming language អីសោះអ្នកនរអាចចាប់ផ្ដើមគិតទៅលើកម្មវិធី programming language មួយចំនួនដូចតាក់ទងមួយ Python អ្នកនរអាចទៅមើល Python វា beginner friendly ដែរsyntax ងាយៗសម្រាប់យើងជាអ្នកចាប់ផ្ដើមរៀនបាទឬក៏អ្នកនរអាចទៅរៀន C ភាសា C ដែលភាគច្រើនតាមសាកលវិទ្យាល័យគឺគេដាក់ភាសា C មុនដោយសារវាជាចំណុចចាប់ផ្ដើមមួយនៃដែលយើងអាចឲ្យយើងស្គាល់ពី programming language ផ្សេងៗដូច C# ដូច Java អីហ្នឹងវាមាន syntax ហាក់ផាយគ្នាហើយតើតើមួយ core concept នៃ programming C ហ្នឹងវា low level ផងហើយអ្នកនរអាចយល់អំពីតើតើមួយនឹង memory allocation ដែលវាជា basic concept ដែលយើងត្រូវតែយល់បន្តមកទៀតអ្នកនរគ្នាត្រូវរៀនតទៅជាមួយនឹង data structure បាទ data structure វាមាន array មាន list មាន tree មាន hash table អ្នកនរអាចត្រូវយល់ពី concept នៃ data structure ទាំងអស់ហ្នឹងទៅបន្តមកទៀតអ្នកនរត្រូវរៀនតទៅជាមួយនឹង algorithm រៀន basic algorithm ដូចឧទាហរណ៍ sort array search បាទ array search អីជាដើមត្រូវរៀនត្រូវសិក្សា
ស្វែងយល់ពី algorithm basic ហើយបើរៀនបានដល់ advanced ទៀតកាន់តែល្អហើយតើតើជាមួយនឹង OOP concept អ្នកនរគ្នាត្រូវតែយល់ត្រូវតែដឹងព្រោះ OOP concept វាសំខាន់មែនតើសម្រាប់យើងអ្នកសរសេរ code មិនថាអ្នកនរគ្នាធ្វើ front end back end គឺវាសំខាន់តើតើមួយនឹង OOP concept Python C++ C Sharp Java គឺវាមាន OOP concept នៅក្នុងនឹងឯងគឺបាទបន្ទាប់មកទៀតក្រៅពី programming language យើងចាប់ផ្ដើមទៅរៀនពី essential skill ជំនាញសំខាន់ដែលអ្នកនរគ្នាត្រូវតែខាត់តែដឹងគឺ database ដែលអ្នកនរគ្នាត្រូវរៀនគឺវាមានដូចជាប្រភេទ relational database និង non relational database សម្រាប់ relational database ឬក៏យើងអាចនិយាយបានថាជា database ដែលយើងប្រើ SQL បាទ SQL ហ្នឹងគឺជា script សម្រាប់ឲ្យយើង perform ឬក៏យើង query ដូចជា code ចឹងតែ code សម្រាប់ database បាទយើងអាចទៅសេជា function អីបានដូចគ្នាហ្នឹងហើយអញ្ចឹងសម្រាប់ relational database អ្នកទាំងអស់គ្នាគឺត្រូវតែយល់ឬក៏ចាប់ផ្ដើមរៀនអាចរើសបានដូចតកតងជាមួយនឹង MySQL database បាទ Postgres វាមានផ្សេងទៀតជាច្រើនដូច Oracle ដូចជា SQL Server បាទឬក៏អញ្ចឹងបន្ទាប់មកទៀតអ្នកនរគ្នាត្រូវតែយល់អំពី NoSQL database វាមានដូចជា MongoDB អ្នកនរគ្នាអាចរើសបាន Redis Cassandra ហើយតើរបៀបប្រើប្រាស់ហ្នឹងវាខុសគ្នាមិនអ្នកនរគ្នាត្រូវតែយល់ពេលណាយើងប្រើ MongoDB ពេលណាយើងប្រើ Redis ពេលណាយើងប្រើ Cassandra យើងត្រូវយល់ពី use case ប៉ុន្តែទាំងអស់ហ្នឹងអ្នកនរគ្នាត្រូវតែចេះត្រូវតែដឹងបាទព្រោះយើងជា back end developer ព្រោះអាហ្នឹងវាជា popular non relational database ដែលអ្នកនរគ្នាអាចនឹងបាទត្រូវតែជួបពេលអ្នកនរគ្នាចេញទៅធ្វើការហើយក្រៅពីហ្នឹងអ្នកនរគ្នាត្រូវរៀនពី ORM បាទ ORM បើសិនជាអ្នកនរគ្នាសរសេរ Python ដូចfile API Flash អ្នកនរគ្នាត្រូវរៀនពី SQL Alchemy បាទហើយឬក៏ Hibernate សម្រាប់អ្នកនរគ្នារៀន Java បាទបន្ទាប់មកទៀតតទៅជាមួយនឹង API អ្នកនរគ្នាត្រូវរៀនពី RESTful API បាទបន្ទាប់ពី API ពាក្យពេញរបស់វាគឺ application programming interface ឧទាហរណ៍ថាអ្នកនរគ្នាត្រូវអាហ្នឹងវាដូចជាឧទាហរណ៍យើង compare មួយឧទាហរណ៍អ្នកនរគ្នាទៅញ៉ាំបាយនៅភោជនីយដ្ឋានមួយអញ្ចឹងអ្នកservice ខាងអ្នករត់តុគឺគាត់ជាដូច API អញ្ចឹងគឺគាត់មានទូនទីមកសួរយើងថាយើងត្រូវការអីហើយគាត់ផាសព័ត៌មានហ្នឹងទៅកាន់ចុងភៅហើយចុងភៅធ្វើចម្អិនម្ហូបទៅតាមអីដែលយើងចង់បានដូចគ្នាពី front end ទៅ back end ដើម្បីអាចអ្នកនរគ្នាអាចរក្សាទុកទិន្នន័យបាន update ទិន្នន័យគឺអ្នកនរគ្នាត្រូវមាន API មួយនៅកណ្ដាលហើយ API ហ្នឹងគឺជាកន្លែងមួយដែលយើងទៅ say logic បាទយើងទៅ say logic ផ្សេងដើម្បីឧទាហរណ៍វាអត់ខុសអីពីអ្នកនរគ្នាកំងម្ហូបអញ្ចឹងអ្នកនរគ្នាត្រូវការhull out បាទម្ហូបប្រៃពេកកុំឲ្យផ្អែមពេកកុំឲ្យអីចឹងទៅអញ្ចឹងគឺអ្នកនរគ្នាត្រូវប្រាប់ចុងអ្នកដែលគាត់រត់តុកហ្នឹងឲ្យអស់ទៅដើម្បីគាត់ផាសព័ត៌មានហ្នឹងទៅចុងភៅដើម្បីឲ្យគាត់return result ដែលយើងចង់បានក្រៅពីហ្នឹងតើតើមួយនឹង API authentication បាទអ្នកនរគ្នាត្រូវចេះតើតើជាមួយនឹង JWT បាទហ្នឹងតើតើមួយ security ហើយបាទតើជាមួយ OAuth 2បាទតើតើជាមួយនឹងយល់ពាក្យតើជាមួយនឹង API key អីជាដើមគ្នាត្រូវក៏យល់តើតើជាមួយនឹង CI/CD pipeline ដែរទៅបាទអាហ្នឹងអីគេ CI/CD pipeline continuous integration and continuous delivery ពេលអ្នកនរគ្នា push code ទៅកាន់ GitLab ឬក៏ GitHub វា auto deploy វា auto ដាក់ project អ្នកនរគ្នាទៅកាន់ឲ្យគេប្រើប្រាស់ហ្មងអត់ចាំបាច់ពីមុនណាឧទាហរណ៍ថាយើងចង់ update service យើងចង់ដាក់ project យើងឲ្យគេប្រើ online ឧទាហរណ៍យើងមាន update មួយអញ្ចឹងណាឥឡូវឧទាហរណ៍ខ្ញុំមានកម្មវិធី POS មួយ web POS ខ្ញុំហើយមានអ្នកប្រើច្រើនណាហើយដល់ពេលអញ្ចឹងមុនខ្ញុំ deploy ខ្ញុំចូលទៅពេលខ្ញុំចង់ update service ហ្នឹងណាឧទាហរណ៍ខ្ញុំ develop ហើយខ្ញុំចង់ update service ហ្នឹងខ្ញុំមាន feature ថ្មីពីមុនខ្ញុំចូលទៅកាន់ server ខ្ញុំទៅ pull code ខ្ញុំត្រូវ up
service របស់ខ្ញុំឬក៏ខ្ញុំធ្វើ deploy service អីជាដើមប៉ុន្តែនៅពេលដែលអ្នកនរគ្នាអាហ្នឹងការងារច្រើនណាដល់ពេលអ្នកនរគ្នាយល់ពី concept CI/CD pipeline អ្នកនរគ្នាគ្រាន់តែ push code ចូល Git ឬក៏ GitHub ក៏ GitLab ទេវា auto deploy ហ្មងមក click service update ហ្មងបាទហើយ error និយាយលេងអញ្ចឹងហ្នឹងតទៅមួយនឹង CI/CD pipeline concept បន្តមកទៀតអ្នកនរគ្នាត្រូវរៀនតទៅមួយ version control ខ្ញុំនិយាយមិញហ្នឹងវាមាន GitLab ឬក៏ GitHub មិនថាកន្លែងដែលទុក code របស់យើងរក្សាទុក code របស់យើងហើយយើងពេលយើងមាន feature ច្រើនពេលយើងធ្វើការងារជា team មក team 10នាក់20នាក់30នាក់អញ្ចឹងអា code ហ្នឹងversion control ហ្នឹងថាវាគ្រប់គ្រង code របស់យើងហើយយើងគ្រប់គ្រងទៅលើសមាជិកនៅក្នុងក្រុមបានល្អទៀតថាណាគេ update អីណាគេធ្វើអីយើងដឹងតែតងជាមួយនឹងក្រៅពី version control អីដែលអ្នកគ្នាត្រូវរៀនបន្ទាប់នោះទៅមួយនឹង security ការយល់ដឹងពីទៅមួយសុវត្ថិភាព security ហ្នឹងគឺវាសំខាន់ខ្លាំងមែនតើបាទហើយត្រូវយល់ពីពាក្យ authorization authentication បាទ authentication vs authorization ពីរនឹងខុសគ្នាមិនបាទត្រូវយល់ឧទាហរណ៍ authentication verify who you are ដល់ពេល authorization យើងដឹងថាយើងជាណាហើយបន្តមកទៀតយើងដឹងថាត្រូវធ្វើអីបានខ្លះយើងហៅមកយើង limit resource ថាបុគ្គលម្នាក់ហ្នឹងគាត់អាចធ្វើអីបានខ្លះនៅពេលដែលគាត់ access ចូលមកកាន់ system របស់យើងតែតើជាមួយនឹង password hash password ហើយនឹង data encryption យើងត្រូវយល់ពី hash algorithm ហើយ encryption data encryption យើងត្រូវយល់តើតើជាមួយនឹង security របស់ហ្នឹងអ្នកនរគ្នាទៅចេះ prevent តើតើជាមួយនឹង attack មួយចំនួនដូចតើតើជាមួយនឹង SQL injection បាទតើតើជាមួយនឹង cross site scripting បាទតើតើជាមួយនឹងសុវត្ថិភាពផ្សេងៗ API API security អញ្ចឹងតែអត់ហ្នឹងវាជាអីដែលអ្នកនរគ្នាត្រូវដឹងក្រៅពីសុវត្ថិភាពអ្នកនរគ្នាត្រូវតែទៅសិក្សាទៅលើ performance ហើយនិង optimization អ្នកនរគ្នាត្រូវចេះប្រើ cache បាទ cache ទៅយកពីទៅ how to use cache ឧទាហរណ៍ data ណាដែលគេប្រើប្រាស់ឬក៏ទាញយកមកប្រើប្រាស់ញឹកញាប់ច្រើនជាងគេហើយវាអត់ងាយនឹង update ឧទាហរណ៍មួយឧទាហរណ៍ថាអ្នកនរគ្នាមាន application អ្នកនរគ្នាមាន data មួយហ្នឹងដូចតាក់ទងមួយនឹង address user address អញ្ចឹងពេលដែល user ចូលទៅកាន់ព័ត៌មានរបស់គាត់ចេះទាញ data មកអញ្ចឹងវាធ្វើឲ្យវា hit database ច្រើនអញ្ចឹងយើងត្រូវចេះប្រើប្រាស់ cache បានថាវាផ្ទុកទៅនៅ browser របស់គាត់ហ្នឹងអញ្ចឹងវាអត់ hit ទៅ database ទេវាយកចេញពី cache អ្នកនរគ្នាអាចប្រើដូចជា Redis Memcache អីជាដើមហើយយល់តកតងជាមួយនឹង database query optimization ហើយតកតងជាមួយនឹង load balancing concept បាទហើយបន្តមកទៀតត្រូវយល់តកតងជាមួយនឹង asynchronous programming អានេះវាខ្ញុំគ្រាន់តែនិយាយទេដោយសារវារៀងច្រើនដែរហើយខ្ញុំនឹងបញ្យល់ detail នៅវីដេអូបន្ទាប់ថាទាំងអស់ហ្នឹងផ្នែកនីមួយៗហ្នឹងយើងត្រូវយល់យើងត្រូវដឹងឲ្យខ្លះបាទអានេះខ្ញុំគ្រាន់ជា concept បងប្អូនគ្នាមានពេលយល់ concept ហ្នឹងហើយយកទៅ search មើលខ្លួនឯងទៅបន្ទាប់ទៅទៀតនោះគឺតកតងមួយនឹង architecture និង design pattern មួយចំនួនដែលអ្នកនរគ្នាគួរតែស្គាល់ដូចជាតកតងមួយនឹង MVC model បាទតកតងមួយ model view controller ពាក្យពេញរបស់វាហើយបន្តមកទៀតអ្នកនរគ្នាត្រូវយល់តកតងមួយនឹង microservice ហើយនឹង monolithic architecture ត្រូវស្គាល់ថាអីជា microservice អីជា monolithic architecture ហើយបន្តមកទៀតគឺតើតើមួយនឹង solid principle អ្នកនរគ្នាគួរស្គាល់ហើយនឹង design pattern មួយចំនួនដូចជា singleton បាទដូចជា factory និង repository អ្នកនរគ្នាគួរតែស្គាល់ទាំងអស់ហ្នឹងទៅសម្រាប់យើងជា back end developer បាទហើយអញ្ចឹងជារួមមកវិញខ្ញុំសរុបមកវិញខ្លីៗតើតើមួយនឹង learning path suggestion ដែរខ្ញុំនឹង suggest អ្នកនរគ្នាទីមួយអ្នកនរគ្នារៀនចាប់តាមរៀនតាម programming language បានហើយអ្នកនរគ្នាចាប់តាមភាសាអីក៏បានដែរបាទ Python ក៏បានអ្នកនរគ្នារៀន Python អ្នកនរគ្នាត្រូវរើស framework សម្រាប់ធ្វើ back end ដូចជា Flash ក៏បាន Fast API ឬក៏ Django បន្តមកទៀតអ្នកនរគ្នាត្រូវតពីរៀនហើយ roadmap បន្ទាប់អ្នកនរគ្នារៀន build CRUD បាទណា create update delete បាទអញ្ចឹងអ្នកនរគ្នាត្រូវរៀន CRUD operation ហ្នឹងទៅហើយធ្វើ REST API ហើយរៀន connect វាទៅកាន់ database តមកទៀតអ្នកនរគ្នាអាចរៀន deploy វាដាក់នៅលើ server បាទជា basic ចឹងទៅរៀន deploy ដាក់លើ server ហើយក៏យល់ដឹងតាក់ទងជាមួយនឹង authentication apply authentication មួយចំនួន
ហើយអ្នកនរនេះត្រូវចេះ test application របស់អ្នកនរគ្នាដែរបាទយល់តទៅមួយនឹង concept testing concept ហើយឧទាហរណ៍តទៅមួយនឹង unit test នៅក្នុង API របស់អ្នកទាំងអស់គ្នាបាទអូខេអ្នកនរគ្នាសម្រាប់យើង back end development រៀនបង្កើត project តូចមួយដាក់នៅលើ server បានគេ test yes that's it អាហ្នឹងគឺជា basic អ្នកនរគ្នាអាចមិនអាចជាចង់ចាប់ផ្ដើមអ្នកនរគ្នាអាចទៅរៀនអីបន្ទាប់ទៀតបានបាទអរគុណច្រើនអ្នកនរគ្នាវីដេអូបន្ទាប់ទៀតខ្ញុំអាចនឹងបញ្យល់ទៅមួយ detail លម្អិតផ្នែកនីមួយជាដើមថាតើឧទាហរណ៍មួយដូចខ្ញុំនិយាយមិញដូចខ្ញុំជពាក់អញ្ចឹងបាទឧទាហរណ៍គេជា asynchronous programming បាទទៅមួយ microservice monolithic architecture វាខុសគ្នាហ្មងអាហ្នឹងវាជាអីដែលយើងត្រូវ detail ត្រូវលម្អិតទេអាហ្នឹងទាំងអស់ហ្នឹងបាទត្រូវចេះហើយបាទអរគុណអ្នកនរគ្នាសម្រាប់ការតាមដានហើយសង្ឃឹមថាអ្នកនរគ្នានៅតែចាំទស្សនាវីដេអូបន្តទៀតអរគុណច្រើន